ជំរាបសួរខទោជួយសួស្តីអ្នកគ្នាខ្ញុំកាតារីយ៉ាជាតាំងនេះ admin នឹងយកសាច់រឿងបន្តភាគ2មកសម្ដែងអ្នកគ្នាស្រាប់ហើយណាមុនចូលទៅរឿងអ្នកគ្នាកុំភ្លេចមេដែរ subscribe សញ្ញានៅក្នុងហើយកុំភ្លេចចុចcomment បែបដងដើម្បីលើកទឹកចិត្ត admin ផងណាហើយកុំឲ្យបុកបាច់ច្រើនណោះថតតែសាច់រឿងរបស់យើងតែម្ដងទៅកាត់ថយក្រោយបន្តិចលោកឯកឧត្តម Kandel បានឃើញចាប់ពីហ្នឹងហើយលួចកំបោរបស់ទូសេរបស់យើងហ្នឹងហើយទូប្របានដាក់កាត់នឹងដែរក៏មិនជួយទូសេយើងតែម្ដងដោយលើកឲ្យដាវរបស់ខ្លួនហ្នឹងណាកាប់ទៅលើពួកគេទាំងពីរហ្នឹងស្លាប់បាត់ទៅហើយក៏បានដឹកកាបូបនោះទៅឲ្យទូស្រីហើយពេលនោះដែរទូស្រីរបស់យើងមកមុខទូប្រឡើងចំហមកតែម្ដងនេះនៅក្នុងរូបបានលោកឯកឧត្តម Kandel ក៏បានយកកាបូបនោះលើកទៅឲ្យទូស្រីតែម្ដងទៅតែពេលនោះទូស្រីយើងបានគិតក្នុងចិត្តថាតាមការពិតទៅគេមិនមែនជាអ្នកបម្រើនោះទេប៉ុន្តែគេគឺជាលោកឯកឧត្តម Kandel ដែលបានយកឈ្នះនៅក្នុងសង្គ្រាមគ្រប់បែបគ្រប់យ៉ាងមើលទៅខ្ញុំយកច្រឡំមួយពេលហើយក៏ជាលោកម្ចាស់ដែលមានហិង្សាបំផុតផងដែរមួយទៀតគេពិតជាសង្ហាខ្លាំងណាស់ធ្វើឲ្យបេះដូងខ្ញុំនេះធ្លាក់ក្នុងលំស្នេហ៍គេតែម្ដងហើយខ្ញុំតក់ចិត្តមិនរួចប៉ុន្តែគេមានក្លិនបន្តិចប៉ុន្តែមិនអីនោះទេគេបានមកជួយយើងហើយណាមួយក៏គេសង្ហាផងដែររីឯតួប្រុសយើងវិញគឺថាមកមុខទូរស័ព្ទទាំងយើងឆ្ងល់តែម្ដងក៏នាងធ្វើចរិតបែបហ្នឹងចឹងណាតែតួប្រុសរបស់យើងបានគិតថាប្រហែលជានាងណាភ័យខ្លាចមករបៀបខ្លាគេចឹងណាដោយសារតែគេហ្នឹងរបៀបកັບសម្រាប់ពីអ្នកនោះអ្នកគ្នាហើយតួប្រុសក៏បានគិតក្នុងចិត្តបន្តទៀតថាប្រហែលជានាងខ្លាចគេហើយក៏ដោយសារតែបណ្ដាសារបស់មេភពនោះគឺបានធ្វើឲ្យរូបរាងរបស់គេហ្នឹងមានក្លិនរលោយដូចជាសាកសពអ្នកនរគ្នាប៉ុន្តែពេលនោះអត់ស្អីរបស់យើងក៏បានចាប់កៅអៅរបស់គេថាតែលោកអាចមកលេងជាមួយនឹងខ្ញុំរយៈពេល3ខែបានដែរឬទេហើយនេះក៏ជាបំណងប្រាថ្នារបស់ទូស្រីរបស់យើងផងដែរទីដែរតួប្រុសរបស់យើងបានមកទូស្រីតាំងយើងឆ្ងល់ម្ដងទៀតណាអូយមិនទេទូស្រីរបស់យើងនេះហើយទូស្រីរបស់យើងក៏បានណែនាំខ្លួនរបស់នាងចេះទៅពេលនោះទូស្រីរបស់យើងបានសួរថាតើលោកមានឈ្មោះអ្វីដែរតាមបាប់ទៅទូស្រីរបស់យើងបានដឹងឈ្មោះរបស់គេហើយថាឈ្មោះ Kandel ចឹងទៅរបៀបថាទូស្រីរបស់យើងសួរយកគូចឹងណាទូប្រុសវិញក៏បាននិយាយថាខ្លួនគឺមានឈ្មោះថា Kandel គាត់តែលឺទូប្រុសនិយាយចឹងទៀតមកគាត់ថាទូស្រីវាថាវ៉ាហ្មងក៏ដោយសារតែសលេងទូប្រុសហ្នឹងគឺព្រោះខ្លាំងមែនតើរបៀបថា handsome boy ចឹងណាហើយទូស្រីរបស់យើងក៏បាននិយាយថាសួស្ដី Ashrahan អេដមីនចង់មានន័យថាទូប្រុសយើងគឺមានឈ្មោះថា Ashrahan Kandel ណាអ្នកគ្នាចឹងគឺអេដមីនចង់ហៅ Ashrahan ក៏បានហៅ Kandel ក៏បានដែរពេលនោះហើយលោកឯកឧត្តម Kandel បាននិយាយថានាងពិតជាលេងសាច់ជាមួយខ្ញុំពេកហើយទូស្រីរបស់យើងក៏បានដើរចេញពីនាងទៅក៏បានគិតថាប្រហែលជានាងបោកគេយកទៅលេះទេព្រោះអីគេបានជួបរបៀបមនុស្សស្រីជាច្រើនបែបហ្នឹងហើយតាមការពិតទៅដោយអ្វីដែលទូប្រុសបានគិតនោះទេឡារីរបស់យើងគឺឈាមច្រមុះតែប៉ុណ្ណោះក៏ដោយសារតែលោកឯកឧត្តម Kandel ហ្នឹងគឺជាបរិបទដែលនៅក្នុងក្តីស្រមៃរបស់នាងតែម្ដងហើយនាងគិតក្នុងចិត្តថាខ្ញុំនឹងធ្វើឲ្យលោកស្រឡាញ់ខ្ញុំតតែបានលោកឯកឧត្តម Kandel លោកធ្វើឲ្យខ្ញុំនេះដកចិត្តនឹងលោកមិនបានទេគិតអញ្ចឹងហើយទូស្រីរបស់យើងបានរកវិធីយ៉ាងណាដើម្បីបានជួបគេម្ដងទៀតពេលនោះនាងទៅកន្លែងប្រជុំជនដែលមានមនុស្សច្រើននាងផឹកអីរបៀបថានាងហូបអីសុកចឹងក៏បានឮថារបៀបមកក្រុមនោះបាននិយាយថាលោកឯកឧត្តម Kandel ហ្នឹងត្រូវការមេធ្នប់ Purify ដើម្បីដល់បណ្ដាសាស្ត្ររបស់គេគ្រាន់តែឮបែបនេះហើយទូស្រីរបស់យើងក៏បានដើរទៅអង្គុយនៅកន្លែងក្រុមហ្នឹងតែម្ដងដើម្បីស្ដាប់រឿងច្រើនទៀតចឹងទៅហើយបរិបទហ្នឹងក៏បាននិយាយបន្តថាលោកឯកឧត្តម Kandel រោគមើលធ្នប់ណាប៉ុន្តែពួកមេធ្នប់ទាំងនោះមិនអាចដល់បណ្ដាសាស្ត្ររបស់ខ្លួនបានទេហើយធ្នប់ដែលដាក់បណ្ដាសាស្ត្រឲ្យគេហ្នឹងរបៀបចិត្តស្លាប់អញ្ចឹងទៅมันអាចដល់បណ្ដាសានឹងអត់បានចឹងណាអ្នកគ្នាហើយធ្នប់ហ្នឹងបានដាក់បណ្ដាសាឲ្យលោកឯកឧត្តម Kandel មានក្លិនស្អុយរលួយដូចជាសាកសពហើយទូស្រីរបស់យើងបាននិយាយថាមេធ្នប់ Purify ត្រូវការម៉ាណាជាច្រើនដើម្បីដល់បណ្ដាសាចឹងហើយទូស្រីរបស់យើងក៏មានគំនិតថាខ្លួននឹងធ្វើជាអ្នកដល់បណ្ដាសាទៅកាន់ទូប្រុសតែម្ដងទៅប៉ុន្តែម៉ាក់មើលទៅអ្នកគ្នាមកក្រុមហ្នឹងគឺថាឆ្ងល់នឹងទូស្រីម្ដងតែម៉ាក់មើលគំនិតរបស់ទូស្រីណាគឺរបៀបឡើងចង់ហ្មងអ្នកគ្នាខ្ញុំឡើងរបៀបវេទនានិយាយណាគ្នាពេលនោះផងដែរទូស្រីរបស់យើងក៏បានរកឃើញទូប្រុសហើយក៏បាននិយាយឡើងថាសួស្ដីលោកឯកឧត្តម Kandel ខ្ញុំគឺជាធ្នប់ Purify ដែលលោកកំពុងតែស្វែងរកខ្ញុំមកទីនេះដើម្បីមកដល់បណ្ដាសាស្ត្ររបស់លោកទូប្រុសក៏នៅចឹងខ្លាចតែរបៀបអ្នកខ្លាញ់បន្លំចឹងទៅហើយរឿងវិញមានប៉ុណ្ណឹងអរគុណអ្នកគ្នាសូមមើលភាគបន្តទៀតណាបាយបាយ